ពីបាក់ក្នុងខាប់គម្ពីរយ៉ូហានចំពោះ4ខ24ខ្ញុំសូមអានជូនឯព្រះទ្រង់ជាវិញ្ញាណហើយអ្នកណាដែលថ្វាយបង្គំទ្រង់នោះត្រូវតែថ្វាយបង្គំដោយវិញ្ញាណនិងសេចក្តីពិតដែរនេះគឺជាសេចក្តីបង្គាប់ដែលសាវកយ៉ូហានបានកត់ត្រាទុកឲ្យយើងទាំងអស់គ្នាមើលឃើញដែលថាព្រះគម្ពីរបង្គាប់ឲ្យពួកអ្នកជឿថ្វាយបង្គំព្រះអង្គដោយវិញ្ញាណហើយនិងសេចក្តីពិតតើវិញ្ញាណហើយនិងសេចក្តីពិតមានលក្ខណៈយ៉ាងណាសម្រាប់យើងទាំងអស់គ្នាតើហេតុអ្វីដែលយើងទាំងអស់គ្នាត្រូវថ្វាយមកទីនេះជួបជុំគ្នាដើម្បីថ្វាយបង្គំព្រះអង្គឬក៏នៅកន្លែងផ្សេងទៀតយើងបងផល្លាមួយនេះបន្តិចគាត់អ្វីដែលគាត់និយាយចុងក្រោយឲ្យយើងនឹកចាំពីប្រគុណនិងសេចក្តីស្រឡាញ់របស់ផងព្រះសម្រាប់ជីវិតរបស់ផងយើងនោះមានលក្ខណៈសំខាន់មែនទែនពីព្រោះអ្វីដែលជាទង្វើរបស់ពួកអ្នកជឿធ្វើឲ្យយើងទាំងអស់គ្នាលូតលាស់កាន់តែខ្លាំងឡើងក្នុងប្រគុណរបស់ផងព្រះអង្គហើយសេចក្តីតម្រូវដែលព្រះអង្គតាមរយៈព្រះបន្ទូលរបស់ផងព្រះតម្រូវឲ្យយើងធ្វើគឺយើងថ្វាយបង្គំព្រះអង្គដោយវិញ្ញាណហើយនិងសេចក្តីពិតហើយអ្វីបានជាការតម្រូវនេះកើតមានឡើងពីព្រោះការថ្វាយបង្គំព្រះដែលមានលក្ខណៈត្រឹមត្រូវបង្កើតឲ្យមានភាពជាក់លាក់សម្រាប់ការរស់នៅរបស់ផងយើងពីព្រោះវាជាទង្វើមួយដែលចេញពីអ្នកជឿហើយវាតកតងវិញ្ញាណវាតកតងនឹងបេះដូងរបស់ផងយើងខ្ញុំធ្វើទីបន្ទាល់យូរឆ្នាំហើយពីការដែលខ្ញុំទទួលស្គាល់ព្រះយេស៊ូវជាព្រះម្ចាស់សង្គ្រោះនៅពេលដែលខ្ញុំឮដំណឹងល្អដើមដំបូងឡើយខ្ញុំឮដំណឹងល្អតាមរយៈលបងម្នាក់ដែលគាត់បួសជាសង្ឃនៅវត្តបច្ឆាខេត្តបាត់ដំបងលោកទៅរៀននៅពុទ្ធិកវិទ្យាល័យហើយគេតម្រូវឲ្យលោកយកសាសនាពិភពលោករៀនពីសាសនាពិភពលោកលបងនោះបានសម្រេចចិត្តរៀនពី Christian ហើយថ្ងៃមួយពេលបន់ភ្ជុំខ្ញុំបានទៅកត់លោកមូលហេតុមិនមែននឹកលោកទេប៉ុន្តែសន្សំច្រើនពេកក្រោយបន់ភ្ជុំហើយមីខ្ញុំគាត់ជាពូជរបស់មហាក្សត្រស្រុកខ្មែរដែរហើយពីព្រោះពូជពងគាត់បានរៀបការជាមួយនឹងលោកតាចិនម្នាក់មកពីស្រុកចិនហើយគេបានកាត់ពូជពងគាត់ចោលហើយមិនដឹងថាយ៉ាងម៉េចបានជាគាត់ទៅរស់នៅជាមួយគ្រួសារខ្ញុំដូច្នេះយើងមានទំនាក់ទំនងដូច្នោះហើយពួកយើងនាំគ្នាទៅជួបលបងនោះខ្ញុំឃើញព្រះគម្ពីរសញ្ញាថ្មីគួរជាទីពេញចិត្តហើយខ្ញុំសួរហើយលោកប្រាប់ថានេះគឺជាគម្ពីររបស់ពួកយេស៊ូវបើបងអូនចង់ដឹងទៅព្រះវិហារមួយនៅក្បែរផ្សារណាត់សប្តាហ៍ថ្ងៃហ្នឹងឥឡូវព្រះវិហារគេវាយចោលហើយយូរនៅចំនួនខ្មែរក្រហមខ្ញុំក៏ទៅសុំបានព្រះគម្ពីរសញ្ញាថ្មីមួយហើយខ្ញុំបានជំរាបប្រាប់អង្គអ្នកបងប្អូនមានថាគម្ពីរសញ្ញាថ្មីនោះសន្លឹកស្ដើងល្អមែនទែនដូចជាក្រដាស់ជក់នៅស្រុកខ្មែរយើងចំនួនបុរាណដល់ពេលចំនួនខ្មែរក្រហមចំនួនខ្មែរក្រហមដេញយើងចេញទៅភូមិស្រុកហើយខ្ញុំអ្នកចូលចិត្តអានសភៅខ្ញុំដឹកសភៅមកអតេះធំទៅអត់មានយកអីទេយកទៅសភៅដឹងអីថាព្រះគម្ពីររបស់ផងខ្ញុំត្រូវបងខ្ញុំហែកខ្ទេចបងស្ទើរមួយខ្ញុំហែកធ្វើក្រដាស់ជក់អស់លេងហើយប៉ុន្តែខ្ញុំចង់និយាយចេះខ្ញុំចង់និយាយថាពេលនោះខ្ញុំស្គាល់ព្រះយេស៊ូវប៉ុន្តែស្គាល់តែនៅក្នុងគំនិតគាត់ដឹងថាព្រះយេស៊ូវមានអំណាចមានឥទ្ធិពលមែនទែនព្រះអង្គធ្វើការអស្ចារ្យប៉ុន្តែនៅក្នុងគំនិតខ្ញុំអត់បានទទួលស្គាល់ព្រះអង្គជាព្រះអង្គម្ចាស់សង្គ្រោះទេនៅពេលដែលស្រុកយើងធ្លាក់ខ្ញុំរត់មកនៅក្នុងជំរំពេលនោះវិញ្ញាណរបស់ផងខ្ញុំស្វែងរកព្រះដឹងអីថាពេលមួយនៅពេលល្ងាចប្រហែលជាម៉ោង3ហើយ
ខ្ញុំឃើញមនុស្សមួយក្រុមជួបជុំគ្នាហើយពួកនោះស្ដាប់គ្រូគង្វាលម្នាក់ផ្សាយដំណឹងល្អគឺគ្រូញ៉ែមសុគន្ធគាត់បានបង្រៀនអំពីការដែលយើងបែកចេញពីព្រះដោយអំពើបាបរបស់ផងយើងការបែកបាក់ទំនាក់ទំនងរវាងព្រះនិងមនុស្សដោយសារអំពើបាបធ្វើឲ្យយើងទាំងអស់គ្នាធ្លាក់ទៅក្នុងការពិបាកពេលនោះខ្ញុំបានទទួលស្គាល់ព្រះអង្គជាព្រះអង្គម្ចាស់សង្គ្រោះបេះដូងរបស់ផងខ្ញុំនិងគំនិតរបស់ខ្ញុំចាប់ដើមតាក់ទងជាមួយនឹងគ្នាហើយខ្ញុំបានទទួលស្គាល់ព្រះអង្គជាព្រះអង្គម្ចាស់សង្គ្រោះអរគុណបងប្អូនមីងវានៅពេលដែលពិភពលោកជួលច្របល់នៅពេលដែលជីវិតជួលច្របល់នៅពេលដែលយើងមិនបោះបង់ព្រះយើងស្វែងរកព្រះយើងនឹងស្វែងរកព្រះឃើញដូច្នេះហើយបានជាសប្តាហ៍ថ្ងៃនេះអស់លោកអ្នកបងប្អូនមីងវាឮពីការវឹកវរប៉ុន្តែតាមពិតពិភពលោកនេះយើងបានទទួលព័ត៌មានជាច្រើនដែលជួនកាលព័ត៌មានទាំងអស់នោះវាមិនជារឿងពិតទេប៉ុន្តែធ្វើឲ្យយើងទាំងអស់គ្នាក្រៀមក្រំមែនទេខ្ញុំដឹងថាពិភពលោកយើងសប្តាហ៍ថ្ងៃអាមេរិកតាំងពីក្រោយសង្គ្រាមលោកលើកទី2សហរដ្ឋអាមេរិកបានចិញ្ចឹមមនុស្សជាច្រើននៅលើពិភពលោកនេះប៉ុន្តែដឹងអីថាការដែលយើងគិតវាទៅជាការពិតនៅពេលដែល Donald Trump គាត់ជាប់ជាប្រធានាធិបតីសហរដ្ឋអាមេរិកដល់ពេលគាត់កកកកាយខ្លាំងមែនទែនពិភពលោកទាំងអស់មនុស្សនៅលើโลกនេះទទួលជំនួយពីអាមេរិកមែននៅពេលដែលគាត់ស្រែកថានឹងកាត់ពិភពលោកចាប់ដើមផ្អើលតាមពិតសហរដ្ឋអាមេរិកនេះយើងចិញ្ចឹមពិភពលោកមែនហើយមិនមែនជាការធម្មតាទេប្រទេសមួយខ្លះទទួលរាប់កោបដុល្លារគាត់នៅប្រទេសសូម៉ាលីដែលច្បាំងសម្រាប់សាច់ញាតិខ្លួនឯងអាមេរិកជួយ9កោបដុល្លារច្រើនមែនទេអង្គអ្នកបងប្អូនមានដូច្នេះហើយបានជាយើងជាអ្នកជឿព្រះអង្គត្រូវយកការទាំងអស់នេះមកផ្ដុំជាមួយគ្នាដូច្នេះហើយបានជាព្រះគម្ពីរនេះប្រាប់ថាយ៉ាងម៉េចប្រាប់ថាយើងថ្វាយបង្គំព្រះអង្គដោយវិញ្ញាណនិងសេចក្តីពិតព្រះអង្គចង់ឲ្យមនុស្ស9កោតនាក់យល់ពីកន្លែងហ្នឹងដូច្នេះក្នុងចំណោមមនុស្ស9កោតនាក់អង្គអ្នកបងប្អូនជាមនុស្សម្នាក់បើសិនជាយើងមានផ្ទះនៅយើងមានម្ហូបអាហារបរិភោគអរគុណថៃហួរដែលបានរំលឹកយើងព្រឹកនេះបើយើងមានម្ហូបអាហារបរិភោគគ្រប់គ្រាន់ដែលយើងមិនចូលទៅក្នុងផ្ទះយើងទៅមុនគេអត់គិតដោយគ្មានការស្រេកឃ្លាននៅក្នុងកាពះយើងហើយយើងមិនបារម្ភថាតើថ្ងៃស្អែកមានអ្វីបរិភោគយើងអរគុណព្រះមែនទេកន្លែងនេះឯងដែលព្រះយេស៊ូវយាងមកបំផ្លាស់បំប្រែទស្សនៈរបស់មនុស្សជាជាងយើងផ្ទុកសេចក្តីទំនុកទុកចិត្តរបស់ផងយើងលើមនុស្សម្នាក់លើរដ្ឋាភិបាលឬក៏លើអ្នកណាមួយកាលណាយើងទុកចិត្តមនុស្សអាចដកទំនុកចិត្តដែលយើងទុកចិត្តដល់គេបានឧបមាថាយើងចង់បានសេរីភាពប៉ុន្តែមានតែមនុស្សម្នាក់នេះទេដែលផ្ដល់សេរីភាពឲ្យយើងណាដូច្នេះមនុស្សដែលផ្ដល់សេរីភាពឲ្យយើងគេនឹងដកសេរីភាពនោះទៅវិញនៅពេលណាដែលគេមិនសប្បាយចិត្តបើសិនជាលុយ9កោត10កោតមិនមែន million ទេណា billion ដល់10កោតហើយលុយទាំងអស់នោះគឺចេញអំពីថវិការបស់អាមេរិករាល់ឆ្នាំមេដឹកនាំយើងឆ្លោះគ្នាពីព្រោះកាត់នេះកាត់នោះដល់ទៅពេលយើងមើលមែនទេទៅយកទៅជួយគេនៅស្រុកក្រៅហើយអ្នកស្រុកក្រៅនោះមិនបានថ្លែងពីអរគុណវិមាត្រដល់យើងផងប៉ុន្តែកន្លែងនេះខ្ញុំអត់ចង់ឲ្យយើងគិតពីកន្លែងនោះតែគិតអំពីរូបភាពធំដែលថាព្រះយេស៊ូវយាងមកដើម្បីឲ្យបុគ្គលម្នាក់បានទទួលស្គាល់ព្រះអង្គជាព្រះអង្គម្ចាស់សង្គ្រោះកន្លែងសំខាន់មែនទែនអង្គអ្នកបងប្អូនកន្លែងនេះសំខាន់មែនទែនកាលណាយើងទទួលស្គាល់ព្រះអង្គជាព្រះអង្គម្ចាស់សង្គ្រោះដូច្នេះព្រះអង្គនឹងប្រោះលោះយើងទាំងអស់គ្នាឲ្យរួចផុតពីបាបកន្លែងនេះសំខាន់ដូច្នេះហើយបានជាអ្វីដែលតកតងនឹងការថ្វាយបង្គំដោយវិញ្ញាណគឺតកតងពី
ពីការយល់ដឹងរបស់ផងយើងខាងគំនិតហើយវាធ្វើឲ្យនៅពេលដែលយើងថ្វាយបង្គំព្រះអង្គដោយវិញ្ញាណរបស់យើងត្រូវដឹងថាព្រះដែលយើងជឿគឺព្រះអង្គជាវិញ្ញាណព្រះអង្គជាវិញ្ញាណដូច្នេះបានជាព្រះមិននៅតែក្នុងព្រះវិហារយើងក៏ប៉ុន្តែព្រះនៅព្រះវិហារគេផ្សេងទៀតដែរព្រះមិនត្រឹមតែនៅជាមួយខ្ញុំដែលជាអ្នកនិយាយនៅក្នុងពេលនេះប៉ុន្តែព្រះវិញ្ញាណស្ថិតនៅក្នុងជាមួយអង្គអ្នកបងប្អូនមានដែរពីព្រោះព្រះអង្គជាព្រះវិញ្ញាណហើយខ្ញុំជឿថាពាក្យដែលខ្ញុំនិយាយចេញទាំងប៉ុន្មានមនុស្សប្រហែលជាជិត100នាក់នេះនឹងឮផ្សេងគ្នាទាំងអស់កាលពីនៅជំរំយើងស្ដាប់វិទ្យុសហរដ្ឋអាមេរិក Voice of America គេនិយាយថាឥឡូវនេះសភាអាមេរិកកំពុងតែពិគ្រោះគ្នាដែលថាបើសិនជាសភាមិនបោះឆ្នោតឲ្យយកថវិកាជាធរមានសម្រាប់ឆ្នាំថ្មីគេនឹងផ្ដាច់ជំនួយមិនជួយអ្នកភៀសខ្លួនបើសិនគេប្រើពាក្យថាបើសិនស្រាប់តែមនុស្សមួយក្រុមស្ដាប់វិទ្យុនាំគ្នាផ្អើលទិលហើយអ្នកខ្លះគេថាអាមេរិកផ្ដាច់ជំនួយពីយើងហើយអាមេរិកផ្ដាច់ជំនួយអត់យកអ្នកភៀសខ្លួនហើយខ្ញុំសួរថាគេផ្ដាច់កន្លែងណាពីព្រោះគេនិយាយថាបើសិនដូច្នេះយើងអរគុណព្រះកន្លែងនេះឯងដែលព្រះគម្ពីរបង្គាប់ឲ្យយើងទាំងអស់គ្នាថ្វាយបង្គំព្រះអង្គដោយវិញ្ញាណពីព្រោះវិញ្ញាណរបស់ផងព្រះអង្គនឹងបញ្យល់ប្រាប់យើងតាមរបៀបបែបផែនផ្សេងហើយតាមសេចក្តីត្រូវការរបស់ផងយើងរៀងៗខ្លួនព្រោះវិញ្ញាណរបស់ផងព្រះធ្វើឲ្យយើងកើនខាងឯកគំនិតការយល់ដឹងធ្វើឲ្យយើងមានភាពរីកចម្រើនហើយធ្វើឲ្យទំនាក់ទំនងរបស់យើងរវាងយើងនិងយើងកាន់តែរីកចម្រើនផងដែរតែវាសំខាន់ដល់លោកអ្នកបងប្អូនវិញដូច្នេះហើយបានជាអ្នកជឿព្រះយេស៊ូវយើងតែងតែសប្តាហ៍កន្លងទៅខ្ញុំបានជម្រាបថាយើងទៅទីណាយើងបង្កើតសាលានៅទីនោះយើងបង្កើតសាលាដើម្បីបង្រៀនមនុស្សហើយឲ្យមនុស្សមានគំនិតរីករាលដាលលើខ្លួនឯងដូច្នេះសេចក្តីបារម្ភរបស់ផងខ្ញុំគឺជួនកាលទៅយើងអត់យល់អំពីសភាពការនៅក្នុងពិភពលោកដែលយើងជួបប្រទះសពថ្ងៃអរអ្នកបងប្អូនមានដឹងទេមនុស្សជាច្រើនដែលស្លាប់នៅក្នុងអាហ្វ្រិកាសពថ្ងៃគេលេងផ្សាយឲ្យយើងដឹងហើយមនុស្សស្លាប់ច្រើនមែនទេស្លាប់ច្រើនដោយសារស្អីដោយសារជំងឺដោយសារសង្គ្រាមដោយសារអត់ម្ហូបអាហារហើយសួរថាម្ហូបអាហារនឹងអត់ទេអត់មិនអត់ទេម្ហូបអាហារច្រើនណាស់គ្រាន់តែសាលាខ្ញុំមួយបោះចោលម្ហូបអាហារទាំងតោនបោះចោលច្រើនមែនទេហើយខាងនេះជាប្រទេសអ្នកមានយើងមានម្ហូបអាហារច្រើនប៉ុន្តែប្រទេសអ្នកក្រម្ហូបអាហារក៏ច្រើនដែរប៉ុន្តែអ្នកដឹកនាំគេមិនឲ្យវិជាមកគេបរិភោគវិជារបស់ផងគេមិនឲ្យអ្នកដឹកនាំមិនឲ្យវិជាគេបរិភោគមូលហេតុអីពីព្រោះគេចង់បានលុយដុល្លារអាមេរិកបើបង្កើតរឿងកាន់តែច្រើនលុយកាន់តែច្រើនចូលស្រុកដូច្នេះហើយបានជាពួកយើងអ្នកជឿព្រះយេស៊ូវនៅពេលដែលយើងថ្វាយបង្គំព្រះអង្គដោយវិញ្ញាណព្រះអង្គនឹងបង្កើនគំនិតរបស់ផងយើងបង្កើនការយល់ដឹងរបស់ផងយើងបង្កើនទំនាក់ទំនងល្អដែលយើងមានជាមួយគ្នានឹងគ្នាទៅវិញទៅមកឲ្យកាន់តែប្រសើរឡើងបង្កើនទំនាក់ទំនងរវាងយើងនិងព្រះឲ្យកាន់តែប្រសើរឡើងយើងជឿអញ្ចឹងយើងនិយាយថាពាក្យសាមញ្ញធម្មតាព្រះយេស៊ូវជាមិត្តសម្លាញ់ពិតអូព្រោះមែនទេល្អមែនទេមែនទេប៉ុន្តែយើងធ្វើដូចម្ដេចឲ្យយើងនិងព្រះយេស៊ូវទៅជាមិត្តសម្លាញ់ជាមួយគ្នាបើយើងមិនទទួលស្គាល់ព្រះអង្គផងតែនេះសំខាន់ណាស់អ្នកបងប្អូននេះតែយើងធ្វើដូចម្ដេចឲ្យព្រះយេស៊ូវក្លាយទៅជាព្រះដែលកាន់ជើងយើងបើសិនជាយើងមិនទទួលស្គាល់ព្រះអង្គជាព្រះអង្គម្ចាស់សង្គ្រោះផងតែធ្វើដូចម្ដេចឲ្យយើងបានទទួលប្រាជ្ញាពីព្រះអង្គយើងគ្រាន់តែដឹងថាព្រះអង្គគ្រាន់តែជាព្រះប៉ុន្តែយើងបានទទួលស្គាល់ព្រះអង្គជាព្រះអង្គម្ចាស់សង្គ្រោះដោយខ្ញុំកាលយើងនៅស្រុកខ្មែរយើងអត់នេះយើងអត់ទទួលស្គាល់ព្រះគាត់យើងដឹងថាព្រះយេស៊ូវជាព្រះប៉ុន្តែព្រះគ្មានអំណាចនៅក្នុងជីវិតរបស់ផងយើងដូច្នេះអរអ្នកបងប្អូនមានព្រះអង្គចង់ឲ្យយើងទាំងអស់គ្នាមានចំណែកដ៏សំខាន់
នៅក្នុងជីវិតរបស់ផងព្រះអង្គហើយព្រះអង្គមានចំណែកដ៏សំខាន់នៅក្នុងជីវិតរបស់ផងយើងដូច្នេះដើមដំបូងឡើយយើងត្រូវទទួលស្គាល់ថាព្រះអង្គក៏ជាវិញ្ញាណព្រះអង្គមិននៅតែមួយកន្លែងទេព្រះអង្គនៅគ្រប់កន្លែងព្រះអង្គនៅជាមួយខ្ញុំព្រះអង្គនៅជាមួយអស់អ្នកបងប្អូនមានព្រះអង្គនៅស្រុកខ្មែរព្រះអង្គនៅស្រុកផ្សេងទៀតនៅក្នុងពេលជាមួយគ្នានេះហើយខ្ញុំឃើញបងស្រីម្នាក់គាត់សរសេរគាត់ថាអ្នកខ្លះជឿថាមានព្រះតែមួយតើព្រះជួយយើងយ៉ាងម៉េចបានបើសិនជាព្រះជួយមនុស្សនៅអាមេរិកចុះព្រះនៅអ្នកធ្វើការនៅកន្លែងផ្សេងទៀតអត់អ្នកបងប្អូនមានគាត់អត់យល់ប៉ុន្តែគាត់មិនត្រឹមតែមិនយល់ទេគាត់ចង់មកគាត់ចង់បន្ទាបសេចក្តីជំនឿរបស់ពួកអ្នកជឿព្រះយេស៊ូវដែរដូច្នេះហើយបានថាព្រះអង្គមានអំណាចជាជាងការដែលគំនិតមនុស្សសាមញ្ញធម្មតាគិតយល់ដូច្នេះហើយបានជាយើងទាំងអស់គ្នាត្រូវដឹងថាព្រះអង្គមិន fix នៅមួយកន្លែងទេព្រះអង្គជាវិញ្ញាណព្រះអង្គនៅគ្រប់ទីកន្លែងទាំងអស់នឹងលក្ខណៈទី1លក្ខណៈទី2យើងត្រូវថ្វាយបង្គំព្រះក្នុងសេចក្តីពិតអស់អ្នកបងប្អូនមាននៅពេលដែលយើងទាំងអស់គ្នាកាលពីសប្តាហ៍កន្លងទៅយើងរៀនពាក្យមួយដែលថា pure បានន័យថាបើទឹកឃ្មុំមិនពិបាកថែមស្ករសប្តាហ៍នេះយើងរៀនពីពិតស្អីទៅពិតស្អីទៅពាក្យពិតហើយស្អីទៅជាសេចក្តីពិតដែលព្រះចង់បង្រៀនប្រាប់យើងដូច្នេះព្រះយេស៊ូវចង់រំលឹកប្រាប់យើងអំពីការដ៏សំខាន់ដែលយើងទាំងអស់គ្នាអាចរៀនបានសូមអញ្ជើញបើកជាមួយខ្ញុំទៅគម្ពីរយ៉ូហានខ្សែទី1មិនមែនយ៉ូហានខ្សែទី1គម្ពីរយ៉ូហានជំពូក1ខ14គម្ពីរយ៉ូហានជំពូក1ខ14ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាមហើយបានស្នាក់នៅជាមួយយើងរាល់គ្នាបានឃើញសេរីល្អទ្រង់គឺជាសេរីល្អនៃព្រះច្បត្រាតែមួយដែលមកពីព្រះវរបិតាពេញដោយព្រះគុណនិងសេចក្តីពិតពួកអ្នកជឿព្រះយេស៊ូវអរលោកអ្នកបងប្អូនមានហើយសាវកពលគាត់ជាឧទាហរណ៍មួយដ៏ល្អសម្រាប់អ្នកជឿនៅក្នុងជំនាន់នោះក៏ដូចជាពួកយើងនៅក្នុងជំនាន់នេះផងដែរពីព្រោះពួកអ្នកជឿនៅក្នុងជំនាន់នោះគេគិតថាព្រះអតិកោដែលបង្កើតផ្ទៃមេឃផែនដីរបស់រាល់សពសារពើព្រះអង្គនៅឆ្ងាយណាស់មានអំណាចណាស់មានឥទ្ធិពលណាស់ដែលយើងមនុស្សសាមញ្ញធម្មតាមិនអាចទៅជិតព្រះអង្គបានមិនអាចពាល់ព្រះអង្គបានមិនអាចសន្ទនាជាមួយនឹងព្រះអង្គបានប៉ុន្តែពួកអ្នកជឿនៅក្នុងជំនាន់ព្រះគម្ពីរសញ្ញាថ្មីបានប្រាប់យើងប្រាប់ថាកាលពីដើមឡើយមានព្រះបន្ទូលហើយព្រះបន្ទូលនោះបានត្រឡប់ជាសាច់ឈាមនៅក្នុងព្រះគម្ពីរផ្សេងដែលយើងមើលឃើញគម្ពីរដំណឹងល្អជំរាបប្រាប់យើងថាព្រះអង្គបានយកវិស័យជាមនុស្សហើយរស់នៅកណ្ដាលចំណោមយើងទាំងអស់គ្នាព្រះអង្គបានស្នាក់នៅកណ្ដាលចំណោមយើងទាំងអស់គ្នាភាសាអង់គ្លេសគេប្រើពាក្យថា tabernacle ស្នាក់នៅបណ្ដោះអាសន្នហើយភាសាខ្មែរប្រើថាស្នាក់នៅជាមួយយើងរាល់គ្នាបានឃើញសេរីល្អទ្រង់គឺជាសេរីល្អនៃព្រះច្បត្រាតែមួយដែលមកពីព្រះវរបិតាពេញដោយព្រះគុណនិងសេចក្តីពិតដូច្នេះនៅក្នុងព្រះយេស៊ូវមានសេចក្តីពិតសេចក្តីពិតនេះឯងដែលបំផ្លាស់បំប្រែទស្សនៈនិងការយល់ដឹងរបស់មនុស្សកាលពីសប្តាហ៍កន្លងទៅខ្ញុំបានជម្រាបជូនថាពិភពលោកក្នុងរយៈពេល 2000 ឆ្នាំចុងក្រោយនេះបានកែប្រែខ្លាំងមែនទែនរួមទាំងលទ្ធិកុម្មុយនីសក៏បង្រៀនមនុស្សឲ្យចេះជួយគ្នាទៅវិញទៅមកដែរប៉ុន្តែគាត់នៅគេគិតថាគ្មានព្រះកន្លែងនេះឯងគឺជាចំណុចដ៏ពិបាកដែលលទ្ធិកុម្មុយនីសហើយនិងសង្គមនិយមគេជឿថាគ្មានព្រះទេធ្វើខ្លួនឯងទៅបើសិនជាគ្មានទឹកយើងត្រូវបង្កើតទឹកបើសិនជាគ្មានអ្វីយើងត្រូវធ្វើការនោះដឹងន័យថាទ្រឹស្ដីនោះបានសម្រាប់មនុស្សអស់ជាច្រើនអរអ្នកបងប្អូនមានប៉ុន្តែសេចក្តីមេត្តាករុណានិងអាណិតអាសូររបស់ព្រះបានមានច្រើនធំធេងសម្រាប់ជីវិតមនុស្សដូច្នេះហើយបានជាព្រះគម្ពីរប្រាប់យើងថាយើងមិនត្រឹមតែថ្វាយបង្គំព្រះអង្គដោយវិញ្ញាណប៉ុន្តែយើងថ្វាយបង្គំព្រះអង្គដោយសេចក្តីពិតផងដែរអ្វីទៅសេចក្តីពិតនៅក្នុងកន្លែងនេះអរអ្នកបងប្អូនមានគម្ពីរកន្លែងនេះចង់បង្រៀនប្រាប់យើងថាព្រះយេស៊ូវជាតួអង្គ
ជាតំណាងនៃសេចក្តីពិតខគម្ពីរនេះប្រាប់ថាព្រះអង្គគឺជាព្រះរាជបុត្រាដែលមកពីព្រះវរបិតាពេញដោយព្រះគុណនិងសេចក្តីពិតពេញដោយព្រះគុណនិងសេចក្តីពិតខ្ញុំបានមើលឯកសារមួយស្ត្រីម្នាក់គាត់បាននិយាយអញ្ចេះបុរសម្នាក់គាត់បាននិយាយអញ្ចេះថាគាត់នឹងជាមនុស្សអាក្រក់ក្រៃលែងគាត់ថាបើនិយាយពីមនុស្សអាក្រក់គាត់គ្មានអ្នកណាជាងគាត់ទេហើយគាត់ប្រឆាំងជាមួយព្រះខ្លាំងមែនទេប៉ុន្តែនៅពេលណាដែលគាត់ប្រឆាំងជាមួយនឹងព្រះកាន់តែខ្លាំងទៅហើយគាត់ជឿថាព្រះពុំដែលធ្វើការអាក្រក់តបមកគាត់វិញទេពីព្រោះគាត់ដឹងថាទង្វើដែលគាត់ធ្វើគឺគាត់ជាអ្នកធ្វើកាលណាគាត់ជាអ្នកធ្វើគាត់ត្រូវទទួលលទ្ធផលហើយលទ្ធផលភាគច្រើនគឺលទ្ធផលមិនល្អសម្រាប់ជីវិតរបស់គាត់ដឹងន័យថានៅពេលដែលគាត់ធ្លាក់នៅក្នុងភាពទាបបំផុតនៅក្នុងជីវិតរបស់គាត់ព្រះមិនដែលបន្ទោសគាត់ហើយនៅពេលដែលគាត់សូមឲ្យព្រះជួយគាត់ព្រះគាត់ប្រើពាក្យថា God grace ហើយភាសាអង់គ្លេសគេប្រើពាក្យថា is sufficient ព្រះគុណរបស់ព្រះល្មមគ្រប់គ្រាន់សម្រាប់ជីវិតរបស់គាត់ជួយឲ្យគាត់ឆ្លងផុតអំពីការពិបាកដែលគាត់មាននៅក្នុងជីវិតគាត់ដូច្នេះគាត់និយាយថាទោះបីគាត់ធ្វើអំពើអាក្រក់ប្រឆាំងជាមួយនឹងព្រះប៉ុន្តែព្រះតែងតែមានព្រះគុណករុណាសម្រាប់ជីវិតគាត់ជានិច្ចដូច្នេះខ្ញុំអរគុណព្រះអង្គព្រះគម្ពីរកន្លែងនេះប្រាប់ថាព្រះយេស៊ូវមានដោយព្រះគុណនិងសេចក្តីពិតទោះបីយើងធ្វើអាក្រក់ជាមួយនឹងព្រះអង្គម្ដងហើយម្ដងទៀតហើយសំណូមពររបស់ខ្ញុំទោះបីយើងឆ្ងាយពីព្រះអង្គក៏ដើរចោលព្រះកុំឲ្យឃ្លាតឆ្ងាយពីព្រះហើយសូមឲ្យនៅចិត្តព្រះដូច្នេះបានជាខ្ញុំតែងតែលើកឧទាហរណ៍អំពីម្ដាយខ្ញុំដែលគាត់ជាមនុស្សល្អពុកម្ដាយខ្ញុំជាមនុស្សល្អមែនទែនហើយខ្ញុំបានជម្រាបថានៅពេលដែលបងប្រុសខ្ញុំគាត់ស្លាប់នៅក្មេងឪពុកខ្ញុំដែលជាមនុស្សល្អធ្លាក់ខ្លួនទៅជាអ្នកផឹកម្ដងមកកាលគាត់អត់ផឹករហូតទេគាត់ម្ដងមកកាលគាត់ផឹកពេលគាត់ផឹកនឹងឪពុកខ្ញុំគាត់ទុនធ្វើឲ្យកើតហើយកាលណាគាត់ផឹកគាត់កាន់តែល្អឡើងគាត់មិនឆ្លោះគេទេគាត់កាន់តែល្អឡើងហើយនៅពេលដែលគាត់កាន់តែល្អឡើងម្ដាយខ្ញុំដឹងមុនគេថាគាត់ផឹកទៀតហើយម្ដាយខ្ញុំរករឿងឆ្លោះឪពុកខ្ញុំមុនគេមិនមែនឪពុកខ្ញុំឆ្លោះជាមួយនឹងម្ដាយខ្ញុំទេគឺម្ដាយខ្ញុំជាអ្នករករឿងឆ្លោះគាត់ពីព្រោះពេលណាគាត់ផឹកគាត់ដោះជូតគាត់ជូតឡើងក្រេតក់ទូកៅអីយើងបាទម្ដាយខ្ញុំគាត់ចាប់ដើមរអ៊ូរកំជាមួយខ្ញុំសូមជួយបើកជាមួយខ្ញុំទៅក្នុងខគម្ពីរយ៉ូហានជំពូក14ម្ដងគម្ពីរយ៉ូហានជំពូក14ខ6នៅពេលដែលភាពពិបាកបំផុតនៅក្នុងជីវិតកើតមានឡើងម្ដាយខ្ញុំមិនដែលបោះបង់អ្វីដែលជាការព្យាយាមឲ្យគាត់ទៅជាមនុស្សល្អគាត់តែងតែអំពាវនាវដល់ព្រះគាត់តែងតែខ្ញុំតែងតែឮគាត់និយាយថាព្រះអើយជួយខ្ញុំផងហើយព្រះបានសម្ដែងនូវសេចក្តីមេត្តាករុណាព្រះគុណរបស់ព្រះអង្គល្មមគ្រប់គ្រាន់មិនត្រឹមតែជួយម្ដាយខ្ញុំគឺស្រោចស្រង់ជីវិតពួកខ្ញុំទាំងអស់គ្នាទៀតហើយខ្ញុំជឿថាបើសិនជាគ្មានព្រះស្រោចស្រង់ជីវិតពួកខ្ញុំពិបាកមែនទែនគម្ពីរយ៉ូហានជំពូក4ខ16ខ6សំទោសព្រះយេស៊ូវមានបន្ទូលទៅគាត់ថាខ្ញុំជាផ្លូវជាសេចក្តីពិតហើយជាជីវិតបើមិនមកតាមខ្ញុំនោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយភាសាអង់គ្លេសគេប្រើថា I am the way ភាសាខ្មែរខ្ញុំជាផ្លូវមិនមែនគ្រាន់តែជាផ្លូវធម្មតាទេជាផ្លូវតែមួយគត់ព្រោះភាសាអង់គ្លេសកាលណាគេប្រើពាក្យ the មួយម៉ាត់បានន័យថាតែមួយគត់គេប្រើពាក្យ a ទេមិនមែនពាក្យថា I am a way ព្រោះសាសនាជាច្រើនគេជឿថាសាសនាណាក៏ដូចសាសនាណាដែរបង្រៀនឲ្យយើងធ្វើល្អ
គឺ a way ប៉ុន្តែព្រះយេស៊ូវប្រាប់ថា I am the way ខ្ញុំជាផ្លូវតែមួយគត់ដូច្នេះព្រះយេស៊ូវជាផ្លូវតែមួយគត់ I am the truth ខ្ញុំជាសេចក្តីពិតតែមួយគត់ I am the life គឺជាជីវិតតែមួយគត់អង្គអ្នកបងប្អូនមាននៅពេលដែលយើងយល់ពីអត្ថន័យនៃសេចក្តីបង្រៀនកន្លែងនេះយើងស្រឡាញ់ព្រះកាន់តែខ្លាំងមូលហេតុអ្វីពីព្រោះសេចក្តីបង្រៀនរបស់ផងព្រះអង្គនាំយើងឲ្យស្គាល់ព្រះដែលជាព្រះអធិការបង្កើតផ្ទៃមេឃអែនដីនឹងរបស់សពសារពើនៅពេលដែលយើងស្គាល់ព្រះអង្គយើងស្គាល់ពីសេចក្តីពិតក្នុងព្រះខ្ញុំមិនពិបាកកុហកឲ្យអ្នកបងប្អូនមានដើម្បីឲ្យមកព្រះវិហារនេះទេមែនទេព្រោះសេចក្តីកុហករបស់ផងខ្ញុំវាគ្មានតម្លៃនៅចំពោះព្រះទេក៏ប៉ុន្តែសេចក្តីពិតរបស់ផងព្រះអង្គនាំមកអ្នកបងប្អូនមកទីនេះម្ដងហើយម្ដងទៀតទោះបីគ្រួសារយើងមានគ្រួសារម្នាក់ស្លាប់ពីរនាក់ស្លាប់3នាក់ស្លាប់នៅក្នុងពួកជំនុំអីក៏ដោយព្រោះយើងដឹងថាទីណាដែលយើងត្រូវទៅដូច្នេះយើងអរគុណព្រះអង្គជំហររបស់អរអ្នកបងប្អូនមានគឺជាជំហរដ៏ខ្ជាប់មាំមួនគឺជាជំហរដែលលើកទឹកចិត្តយើងទាំងអស់គ្នាសម្រាប់ជីវិតនិងការរស់នៅរបស់ផងយើងពីព្រោះយើងស្គាល់សេចក្តីពិតនៅក្នុងព្រះអង្គហើយព្រះអង្គគឺជាជីវិតតែមួយគត់ខ្ញុំធ្លាប់ជម្រាបប្រាប់ដល់អស់អ្នកបងប្អូនមានគ្រួសារយើងគឺចេញពីគ្រួសារដែលអ្នកកាន់ពុទ្ធសាសនាតឹងរឹងមិនមែនគាត់ជាអ្នកកាន់ពុទ្ធសាសនាសូរ៉ាមេរិយកុំអាលថាអ្នកខ្លះគេនិយាយណាពេលសូរ៉ាមេរិយណាហើយដល់ខ្ញុំទៅធ្វើបុណ្យសពគេនៅពេលដែលលោកសូត្រខ្ញុំជាអ្នកជឿព្រះយេស៊ូវហើយជា pastor ទៅទៀតខ្ញុំអង្គុយក្រោយគេអ្នកខ្លះគេនិយាយថានៅពេលដែលសូរ៉ាមេរិយហើយមានអ្នកដែលគេនិយាយថាកុំអាលថាខ្ញុំថាហើយអ្នកដែលជឿពុទ្ធសាសនាគេថាអញ្ចឹងទៀតណាហើយខ្ញុំអៀនខ្លួនឯងមែនទេហើយពួកយើងជាអ្នកកាន់សាសនាប៉ុណ្ណឹងមែនទេប៉ុន្តែអរគុណព្រះពីព្រោះព្រះបានផ្ដល់រង្វាន់ឲ្យយើងទាំងអស់គ្នាខ្លាយទៅជាអ្នកជឿព្រះអង្គពីព្រោះព្រះអង្គឲ្យយើងទាំងអស់គ្នារកឃើញសេចក្តីពិតនៅក្នុងព្រះអង្គអង្គអ្នកបងប្អូនមានដឹងទេនៅពេលណាដែលយើងគិតថាមនុស្សដែលធ្វើបុណ្យល្អនឹងកើតជាតិល្អទៅក្រំបើជាជាតិនេះស្រាប់តែ50ឆ្នាំ60ឆ្នាំក្រោយមកយើងនៅតែធ្វើបុណ្យរំលឹកពីខ្មោចគាត់ដដែលបានន័យថាគាត់អត់មានបានតាំងណាទេនេះយើងមិនមែនមើលងាយណាដូច្នេះហើយបានជាព្រះយេស៊ូវប្រាប់ថាព្រះអង្គជាផ្លូវជាសេចក្តីពិតហើយជាជីវិតដូច្នេះបានន័យថាបើសិនជាគាត់ស្លាប់50ឆ្នាំហើយយើងនៅតែធ្វើឲ្យគាត់ទៀតយើងត្រូវគិតសារជាថ្មីអ្វីដែលយើងត្រូវធ្វើមិនមែនជាការលេងសើចទេជាការមែនទេយើងត្រូវគិតសារជាថ្មីដូច្នេះខ្ញុំលើកទឹកចិត្តអង្គអ្នកបងប្អូនមានបន្តដំណើរជីវិតរបស់ផងយើងជាអ្នកជឿព្រះដោយមានសេចក្តីអំណរនៅក្នុងជីវិតរបស់ផងយើងតើយើងជាអ្នកណាតើយើងមានដំណឹងល្អដ៏សំខាន់ប្រាប់ដល់មនុស្សដែលថាពួកគាត់អាចទទួលស្គាល់ព្រះជាព្រះអង្គម្ចាស់សង្គ្រោះដោយគ្មានវិបត្តិសារីទៅថ្ងៃមុខសម្រាប់ខ្ញុំអត់មានវិបត្តិសារីទៅថ្ងៃមុខនៅពេលដែលមនុស្សម្នាក់ទទួលស្គាល់ព្រះអង្គជាព្រះអង្គម្ចាស់សង្គ្រោះពីព្រោះកន្លែងនេះគឺសំខាន់មែនទែនខ្ញុំចង់ឲ្យអ្នកបងប្អូនមានបើកទៅគម្ពីរកាឡាទីជាមួយខ្ញុំគម្ពីរកាឡាទីគឺជាគម្ពីរចុងក្រោយដែលខ្ញុំចង់អានឲ្យអ្នកបងប្អូនមានមើលដល់ស្ដាប់គម្ពីរកាឡាទីនៅទំព័រ1512ខ23ហើយនិងខ24នេះគឺជាផលផ្លែនៃព្រះវិញ្ញាណនៅពេលដែលយើងថ្វាយបង្គំព្រះអង្គដោយវិញ្ញាណនិងសេចក្តីពិតលទ្ធផលល្អនឹងកើតមានឡើងលទ្ធផលល្អយ៉ាងម៉េចលទ្ធផលល្អនឹងរៀនប្រាប់យើងឲ្យយើងទាំងអស់គ្នានៅតែខ្ជាប់ខ្ជួនក្នុងគុណព្រះអង្គផលផ្លែនៃជីវិតដែលល្អឯផលនៃវិញ្ញាណនោះគឺសេចក្តីស្រឡាញ់
បងប្អូនហើយការនេះសំខាន់មែនទេយើងមិនអាចបោកប្រាស់មនុស្សយើងមិនអាចបោកប្រាស់មនុស្សដោយសេចក្តីស្រឡាញ់ថ្លៃថ្លាបានទេសេចក្តីអំណរយើងមិនអាចបោកប្រាស់មនុស្សដោយសេចក្តីអំណរថ្លៃថ្លាបានទេមែនទេដោយសេចក្តីមេត្រីភាពអត់ធ្មត់សុភាពសប្បុរសស្មោះត្រង់ស្លូតបូតហើយដឹងខ្នាតយើងអរគុណព្រះហើយចុងក្រោយបាននិយាយថាគ្មានកិត្តវិន័យណាមួយទាស់ប្រទិននឹងសេចក្តីទាំងនោះបានឡើយយើងអរគុណព្រះអង្គដូច្នេះការនេះកើតឡើងឯងនៅពេលដែលយើងទុកចិត្តព្រះទោះបីយើងជាមនុស្សសន្តានយ៉ាងណាក៏ដោយមុនយើងស្គាល់ព្រះអង្គប៉ុន្តែនៅពេលដែលយើងស្គាល់ព្រះអង្គយើងទៅជាមនុស្សមួយផ្សេងទៀតមូលហេតុអ្វីពីព្រោះព្រះវិញ្ញាណបរិសុទ្ធជាអ្នកកែប្រែយើងពីព្រោះសេចក្តីពិតរបស់អង្គព្រះជាអ្នកកែប្រែយើងឲ្យយើងទៅជាមនុស្សដ៏ជាទីស្រឡាញ់យើងមិនត្រឹមតែឲ្យព្រះស្រឡាញ់យើងតែប៉ុណ្ណោះទេយើងព្រះមិនត្រឹមតែស្រឡាញ់យើងប៉ុណ្ណោះទេគឺមនុស្សផ្សេងទៀតក៏ស្រឡាញ់យើងផងដែរខ្ញុំតែងតែប្រើពាក្យសាមញ្ញធម្មតាមួយដែលថាបើយើងស្រឡាញ់កូនយើងចែកឲ្យគេស្រឡាញ់ផងដូច្នេះបើគេស្រឡាញ់កូនយើងហើយគឺថាអានឹងគឺជាសញ្ញាល្អមួយហើយបើសិនជាគេស្រឡាញ់យើងគឺជាសញ្ញាល្អមួយហើយដូច្នេះយើងអរគុណព្រះអង្គខ្ញុំបងប្អូនមានសំណូមពរអ្វីដែលយើងចង់អធិដ្ឋានជាមួយគ្នាទេព្រឹកនេះមុនយើងបတ်កម្មវិធីរបស់យើងលោកគ្រូអធិដ្ឋានឲ្យម្នាក់អូយឺតវឺតត្រឹមតាមហើយពុំមានបាសនាសូមឲ្យជួយទីខាងបាទមានគុណលោកក៏ជឿដៃគាត់លោកគ្រូ ជួយអធិដ្ឋានឲ្យខីផងពីអ្នកប្រៃបុនគេដើរកំសាន្តទៅយុរ៉ុប